ពិធីបុណ្យចម្រើនប្រជជននិងបច្ច័យ4ជូនចំពោះលោកឪពុកប៉ែនសេរីវុឌ្ឍនិងអ្នកម្ដាយសំរិទ្ធសរុននៅថ្ងៃទី21ខែមីនាឆ្នាំ2026លោកប៉ែនវណ្ណៈនិងភរិយាព្រមទាំងបុត្របានរៀបចំពិធីបុណ្យចម្រើនព្រះជន្មនិងបច្ច័យ4ជូនចំពោះលោកឪពុកប៉ែនសេរីវុឌ្ឍនិងអ្នកម្ដាយសំរិទ្ធសរុនដែលបានមូលមតិគ្នាជាបងប្អូនរបស់លោករួមមានលោកប៉ែនសេរីរតនានិងភរិយាលោកស្រីប៉ែនគុន្ធានិងស្វាមីព្រមទាំងបុត្រលោកប៉ែនបញ្ញានិងភរិយាដើម្បីជាការតបស្នងសងគុណលោកទាំងពីរដែលបានផ្ដល់កំណើតនិងចិញ្ចឹមបីបាច់ថែរក្សាកូនតាំងពីតូចដល់ធំរហូតមានគូស្រកររៀងខ្លួនពិធីបុណ្យនេះប្រារព្ធធ្វើនៅគេហដ្ឋានលោកឪពុកប៉ែនសេរីវុឌ្ឍនិងអ្នកស្រីសំរិទ្ធសរុនស្ថិតនៅភូមិតាគំឃុំតាភេមស្រុកត្រាំកក់ខេត្តតាកែវដើម្បីជាការតបស្នងសងគុណលោកទាំងពីរទើបលោកប៉ែនវណ្ណៈនិងភរិយាបានផ្ដួចផ្ដើមជាមួយបងប្អូនរៀបចំពិធីធ្វើបុណ្យចម្រើនព្រះជន្មនិងបច្ច័យ4នេះឡើងដោយគោរពអញ្ជើញឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាព្រមទាំងពុទ្ធបរិស័ទនិងញាតិមិត្តជិតឆ្ងាយទាំងអស់អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្យចម្រើនព្រះជន្មនិងបច្ច័យ4នេះបានកកកនិងអនុមោទនាផលឡាអានិសង្ឃនិងកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនលោកប៉ែនវណ្ណៈបានឲ្យដឹងថាកម្មវិធីនេះបានប្រារព្ធធ្វើឡើងនិងនិមន្តព្រះសង្ឃសូត្រមន្តនៅថ្ងៃសៅរ៍3កើតខែចែកឆ្នាំសាញ់សុបស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី21ខែមីនាឆ្នាំ2026លុះដល់វេលាម៉ោង 12:30 នាទីរសៀលជួបជុំញាតិមិត្តជិតឆ្ងាយដើម្បីប្រារព្ធធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីបន្ទាប់មកប្រារព្ធពិធីងូតទឹកជូនអ្នកមានគុណនិងពូនភ្នំខ្សាច់ផ្ដាច់កម្មអញ្ជើញលោកឪពុកអ្នកម្ដាយចូលរោងបុណ្យដើម្បីធ្វើពិធីថ្វាយខ្លួនជាឧបាសកឧបាសិកានិងធ្វើបទនមស្ការសមាទានសិលនិងនិមន្តព្រះសង្ឃសម្ដែងធម៌ទេសនារហូតដល់វេលាម៉ោង 4:00 នាទីរសៀលអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនីយអាហារពេលយប់មានពិធីដុតកំជ្រួចនិងបង្ហោះគោមផងដែរលុះព្រឹកឡើងថ្ងៃអាទិត្យ4កើតខែចែកឆ្នាំសាញ់សុបស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី22ខែមីនាឆ្នាំ2026លុះវេលាម៉ោង 7:00 នាទីព្រឹករៀបចំប្រគេនយេហូដល់ព្រះសង្ឃបន្ទាប់នមស្ការព្រះរតនត្រ័យសមាទានសិលរាប់បាត្រវេបច្ច័យ4ប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបន់